皆さんこんにちはហើយខ្ញុំវិលវិញហើយបន្ទាប់ពីខានចេញវីដេអូយូរដោយសារតែអាចថារវល់ការងារក៏ថាបានអាចថាហត់នឹងការងារពេកក៏ថាបានអញ្ចឹងថ្ងៃនេះខ្ញុំមកនិយាយជាមួយនឹងវាក៏មួយក្នុងភាសាជប៉ុនដែលនៅក្នុងភាសាខ្មែរយើងក៏ប្រើច្រើនដែរហើយវាក៏នោះបកប្រែជាភាសាខ្មែរមានន័យថាតាន់ពេលនៅក្នុងភាសាជប៉ុនគេប្រើជាមួយនឹងវេយ្យាករណ៍ uchi ni សូមបញ្ជាក់ថាវេយ្យាករណ៍ហ្នឹងគឺមានពីរអត្ថន័យក៏ប៉ុន្តែខ្ញុំនិយាយនេះគឺក្នុងន័យទី1ចឹងតនពេលមិនទៅតនពេលថាតនពេលនៅក្រៅតនពេលនៅប្រទេសជប៉ុនតនពេលនៅក្មេងអីចឹងទៅយើងចង់ធ្វើរឿងអីឬក៏ចង់ត្រាក់តែអញ្ចឹងនៅក្នុងភាសាខ្មែរយើងបើថាតនពេលទៅតនពេលនៅក្តៅញ៉ាំមួយលឿនអញ្ចឹងណាអញ្ចឹងអត្តតកៃឈ្នេះហើយគឺតាមបែបទៅក្រាសៃអញ្ចឹងទៅតនពេលយើងនៅប្រទេសជប៉ុនខ្ញុំចង់ទៅឡើងភ្នំ Fujisan អញ្ចឹងពីហុងនេះឬជីនេះ Fujisan នេះនៅបតទេពីតៃតនពេលនៅក្មេងចង់ដើរលេងឲ្យបានគ្រប់កន្លែងឬក៏ធ្វើដំណើរកម្សាន្តជុំវិញលោកអញ្ចឹងវ៉ាកៃឈីនេះសេកៃយ៉ូកូស្តៃតូអមយម៉ាស់អញ្ចឹងបានន័យថាតនពេលនៅក្នុងភាសាខ្មែរហើយក្នុងភាសាជប៉ុនយើងប្រើជាមួយវាក៏ដូចជានេះបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចេះនិយាយហើយយកទៅអនុវត្តទាំងអស់គ្នា